សូមក្រុមអនុញ្ញាតជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទសូមណែនាំទីតាំងដីមួយកន្លែងនៅឃុំក្រាំងលាវណាពុកម៉ែបងប្អូនដែលមានទំហំដី24គុណនឹង175បាទពុកម៉ែបងប្អូនដែលមានផ្ទៃកន្លាសរុប4330ម៉ែត្រការ៉េណាពុកម៉ែបងប្អូនទីតាំងរបស់យើងនេះគឺជាប់នឹងផ្ទះប្រជាពលរដ្ឋរស់នៅរួចជាស្រេចព័ទ្ធជុំវិញតែម្ដងហើយជាប់នឹងប៉ុស្តិ៍នគរបាលហួសទៅមុខតិចនោះខ្លោងទ្វារនោះគណៈបកប្រជាជនហួសទៅមុខបន្តិចនោះសាលាបឋមសិក្សាហួសទៅមុខបន្តិចទៀតនោះគឺប៉ុស្តិ៍សុខភាពណាបងប្អូនបាទមណ្ឌលសុខភាពនៅខាងឃុំក្រាំងលាវតែម្ដងហើយបើយើងឡើងទៅខាងនេះហើយជា50ម៉ែត្របត់ទៅមុខបន្តិចឡើងទៅត្រង់ទៅវត្តព្រះអង្គច័ន្ទមនីគង់នៅណាបងប្អូនប្រហែលជា1គីឡូទេទៅដល់វត្តព្រះអង្គច័ន្ទមនីតែម្ដងហើយទីតាំងក្បាលដីរបស់យើងនេះគឺនេះបងប្អូនណានេះពីគោខាងកែងតានេះរហូតទៅដល់ចុងខាងនោះណាបងប្អូន24នោះទៅដល់កែងនោះទៅនោះកែងទៅនោះណាបងប្អូនបាទហើយយើងជាប់នឹងផ្លូវបេតុងតែម្ដងហើយខាងស្ដាំដៃនេះយើងនៅខាងស្ដាំដៃនេះយើងមានផ្លូវតេះគោមួយដែរណាបងប្អូនឥឡូវនេះខ្ញុំបាទសូមបង្ហាញទៅខាងមុខវិញណាបងប្អូនហើយយើងមិនបានថតនៅខាងក្រោយនេះអស់ហើយណាបងប្អូនណានេះខាងក្រោយនេះបានច្រើនទៅដល់ក្រោយនោះមិនអីបានថតដែរឥឡូវនេះយើងទៅបង្ហាញខាងមុខវិញណាបងប្អូនថាជាប់ផ្លូវបេតុងមែនអត់ទីតាំងរបស់យើងនេះគឺអែមែនទេណាបងប្អូនគឺជាប់នៅផ្លូវបេតុងដែលមានទំហំ6ម៉ែត្រហើយដាក់បង្គោលសូឡានៅខាងមុខដីរបស់យើងរួចជាស្រេចណាបងប្អូននេះមានបង្គោលសូឡានេះបេតុង6ម៉ែត្រឡើងទៅប្រហែលជា50ម៉ែត្រដល់50ម៉ែត្រនេះបត់ឆ្វេងឡើងទៅប្រហែលជា50ម៉ែត្រនេះឡើងទៅត្រង់ទៅដល់វត្តព្រះអង្គច័ន្ទមនីត្រឹមតែ1គីឡូទេហើយនេះខាងនេះក៏មានបង្គោលសូឡាហើយនេះផ្លូវបេតុង6ម៉ែត្រណាបងប្អូនផ្លូវបេតុងចាក់រួចជាស្រេចនេះបងប្អូននេះយើងទៅបង្ហាញខាងមុខបន្តិចដើម្បីបងប្អូនបានឃើញថាតើមានប៉ុស្តិ៍នគរបាលមែនអត់មានកន្លែងគណៈបកមែនអត់មានសាលាបឋមសិក្សាមែនអត់មានប៉ុស្តិ៍សុខភាពមែនអត់ណាបងប្អូនទីតាំងគឺអែមែនតើគាត់ថាបច្ចុប្បន្នមានព្រៃមួយចំនួនដែលនៅតាមរបងនឹងតិចតួចទេឈូសឆាយតែបន្តិចរួចជាស្រេចទីតាំងរបស់យើងនឹងគឺល្អណាស់បងប្អូនហើយជាប់ផ្លូវបេតុងមិនងាយមានផ្លូវជាប់បេតុងយ៉ាងទេបាទនេះបងប្អូនមានប៉ុស្តិ៍នគរបាលក្រាំងលាវកន្លែងគណៈបកកន្លែងទឹកក្រូចនោះកន្លែងសាលាបឋមសិក្សាក្រាំងលាវហើយនៅកន្លែងក្មេងជីកង់វឺតនោះបត់ស្ដាំបន្តិចហ្នឹងគឺកន្លែងមណ្ឌលសុខភាពក្រាំងលាវតែម្ដងហើយយើងនោះយើងចុះមកពីផ្លូវបេតុងតែម្ដងចុះមកតាមផ្លូវសាលាឃុំហ្នឹងចុះមកឃើញតែម្ដងណាបងប្អូនហើយយើងឡើងទៅត្រង់បើយើងមកពីខាងនោះមកទៅត្រង់មានផ្លូវមួយទៀតចិត្តនឹងផ្លូវច្រកចូលដីយើងនឹងដែរហ្នឹងគឺមានផ្លូវមួយទៀតអញ្ចឹងហើយបងប្អូនដែលមានតម្រូវការដីតម្លៃក្រោមទីផ្សារជិតវត្តថាសុតណាបងប្អូនគៀកនឹងផ្លូវកលៀនផ្លូវប្រលានណាបងប្អូនណាគៀកនឹងផ្លូវប្រលានយើងមកពីផ្លូវប្រលានប្រហែលជា1គីឡូជាងដែរចុះមកពីផ្លូវប្រលានមក1គីឡូកន្លះបើគិតទៅ1គីឡូកន្លះហើយមកដល់ទីតាំងដីរបស់យើងនេះតែម្ដងបាទ24គុណ24នឹង24កន្លះទៀតណាបងប្អូន24គុណនឹង175ម៉ែត្រហើយបើផ្ទៃកន្លាដីសរុបរបស់យើងនេះគឺមានទំហំរហូតដល់4338ម៉ែត្រការ៉េណាបងប្អូនបាទណានេះបងប្អូនកុំឲ្យថាបងបានបង្ហាញនេះយើងមានផ្លូវតេះគោមួយដែរផ្លូវតេះគោនេះចូល3ម៉ែត្រជិត4ម៉ែត្រដែរបងប្អូន2ម៉ែត្រចូល3ម៉ែត្រហើយនេះផ្លូវតេះគោឡើងទៅត្រង់ខាងក្រោយនេះគឺមានស្រូវវស្សាបងប្អូនឲ្យគាត់ធ្វើណាបងប្អូននោះប៉ុស្តិ៍នេះយើងមើលទៅឃើញប៉ុស្តិ៍តែម្ដងមើលទៅស្មៅនេះតិចខែភាសាអញ្ចឹងខែប្រាំងវិញគឺស្អាតហើយបងប្អូនណានេះប៉ុស្តិ៍ហើយនេះផ្លូវឡើងទៅតែម្ដងឡើងទៅនោះពុកលបងវត្តតិចឡើងទៅត្រង់តិចហ្នឹងឡើងទៅត្រង់ខាងនេះហើយ50ម៉ែត្រទៅដល់ផ្លូវទៅត្រង់ទៅដល់វត្តព្រះអង្គច័ន្ទមនីតែម្ដងបាទអញ្ចឹងហើយពុកម៉ែបងប្អូនដែលមានតម្រូវការដីតម្លៃក្រោមទីផ្សារដីពេញជ្រុងល្អដីផ្លូវជាប់បេតុងមានសូឡាមួយផ្លូវនៅខាងមុខពុកម៉ែបងប្អូនអាចអញ្ជើញមកមើលទីតាំងដីនេះបានសូមអរគុណសូមគោរពលា